លតបានញ៉ាំម្ហូបកូរ៉េអាចផ្លេចជាមួយតុបគីបានទេជាពិសេសឈុតនេះអូយមានទាំងមាន់មានទាំងមឹកច្បល់ចូលគ្នាមកឆ្ងាញ់មកគ្រាន់តែទៅដល់ភ្លាមមានជីវិលខាំ popcorn ទុកឲ្យយើងញ៉ាំកំដរអារម្មណ៍ហើយបើថាបានទៅហើយកុំភ្លេចកំងប្រហិតត្រីប្រចាំតកូលគេនេះដោយនៅក្នុងមួយឆ្នាំងគេនឹងមានទាំងមីអូដូនគៀវពងមាន់បន្លែដែលយើងអាចញ៉ាំដូចស៊ុបអញ្ចឹងគេក៏មានម្ហូបប្រចាំហាងដែរដែលយើងអាចកំងភីសាបានពីររសជាតិក្នុងពេលតែមួយដោយសបកភីសានៅនឹងគឺគាត់ធ្វើចេញមកស្រួយដែលធ្វើឲ្យយើងញ៉ាំបានច្រើនដូចក្រូសង់អញ្ចឹងអ្នកនរគ្នាពេលញ៉ាំទៅគឺជក់មាត់មែនតើហើយតែមាន់ក៏ជាម្ហូបពេញនិយមនៅកន្លែងគាត់ដែរដែលយើងអាចកំងឲ្យគេយកឆ្អឹងចេញឲ្យហើយបានអញ្ចឹងយើងអត់ពិបាកក្នុងការញ៉ាំទេសម្រាប់កន្លែងអង្គុយនៅនឹងវិញក៏មានច្រើនមែនតើមានទាំង indoor outdoor ហើយមានជាបន្ទប់ដែលយើងអាចទៅជា family ជាមិត្តភ័ក្តិធ្វើកម្មវិធីបានទៀតទោះបីនៅនឹងជាប្រភេទ pub កូរ៉េមែនប៉ុន្តែគេបើកតាំងពីម៉ោង 10 ថ្ងៃរហូតដល់ម៉ោង 10 យប់អញ្ចឹងអ្នកនរគ្នាចង់ទៅពេលណាក៏បានដែរទីតាំងរបស់គាត់ហ្នឹងគឺទល់មុខក្រសួងដែនដីតែម្ដងបើជាពីកម្មគោមកគឺមកត្រង់រហូតគឺឃើញនៅខាងស្ដាំដៃ